ខ្មោចស្រីពាក់អាវពណ៌ខ្មៅនៅស្ពានចាស់ស្ពានចាស់នោះលាតសន្ធឹងឆ្លងកាត់ទន្លេតូចមួយកប់ខ្លួនក្នុងស្រមោលដាំឈើធំៗដែលដកអមសងខាងផ្លូវវាត្រូវបានសាងសង់តាំងពីសម័យបារាំងមកម្ល៉េះជាមួយនឹងបេតុងប្រេះស្រាំនិងបង្កាន់ដៃច្រេះស៊ីគេតែងនិយាយតៗគ្នាថាពេលយប់ជ្រៅស្ពាននេះមានភាពត្រជាក់ស្រេងខុសពីធម្មតាហើយមានខ្យល់បក់រំហើយទោះបីជាគ្មានអ្វីអាចបក់បានក៏ដោយខ្ញុំធ្លាប់តែជាមនុស្សមិនជឿរឿងអភិញ្ញជំនឿឡើយរាល់ពេលខ្ញុំបើកបរឆ្លងកាត់ស្ពាននោះនៅពេលយប់ខ្ញុំតែងតែគិតថារឿងខ្មោចអីហ្នឹងគ្រាន់តែជារឿងនិទានដើម្បីបំភ័យក្មេងៗប៉ុណ្ណោះពេលខ្លះខ្ញុំត្រូវឆ្លងកាត់ស្ពាននេះនៅម៉ោង1ឬ2ទៀបភ្លឺដើម្បីត្រឡប់ទៅផ្ទះវិញក្រោយពីធ្វើការងារហួសម៉ោងយប់មួយនោះពេលកំពុងបើកបរមករកស្ពានខ្ញុំស្រាប់តែមានអារម្មណ៍ប្លែករួមដៃរបស់ខ្ញុំព្រឺឆ្កឹតឡើងដោយមិនដឹងមូលហេតុនៅពេលរថយន្តខ្ញុំឡើងដល់ពាក់កណ្ដាលស្ពានខ្ញុំបានក្រឡេកឃើញស្រមោលខ្មៅមួយរាងដោយមនុស្សស្រីឈរនៅឯចុងស្ពានម្ខាងទៀតបែរខ្នងដាក់ក្នុងខ្ញុំគិតថាប្រហែលជាខ្ញុំភ្នែកភ្លាវដោយសារតែងងុយគេងឬដោយសារតែពន្លឺព្រាវពីចង្កៀងរថយន្តខ្ញុំខំប្រឹងជូតភ្នែកហើយនៅពេលខ្ញុំមើលទៅទៀតស្រមោលនោះក៏បាត់ទៅវិញបន្សល់ទុកតែភាពទទេស្អាតខ្ញុំក៏បន្តបើកបរទៅមុខដោយព្យាយាមបំភ្លេចវាប៉ុន្មានយប់ក្រោយមកខ្ញុំក៏ជួបរឿងដដែលលើកនេះវាកាន់តែច្បាស់បន្តិចខ្ញុំឃើញស្ត្រីម្នាក់ស្លៀកឈុតពណ៌ខ្មៅវែងអន្លាយឈរក្រោមបង្គោលភ្លើងផ្លូវដែលរលត់នៅចុងស្ពាននាងនៅតែបែកខ្នងដាក់ខ្ញុំហាក់បីដូចជាមិនចង់ឲ្យនរណាម្នាក់ឃើញមុខនាងឡើយខ្ញុំបន្ថយល្បឿនរថយន្តបន្តិចប៉ុន្តែដោយសារខ្លាចពេកខ្ញុំក៏បង្កើនល្បឿនយ៉ាងលឿនឆ្លងកាត់ទៅចាប់តាំងពីពេលនោះមកអារម្មណ៍ស្ងប់ស្ងាត់របស់ខ្ញុំក៏រលាយបាត់ទៅរាល់យប់ពេលឆ្លងកាត់ស្ពានចាស់ខ្ញុំតែងតែបើកភ្នែកធំចាំមើលស្រមោលនោះខ្ញុំចាប់ផ្ដើមសួរអ្នកភូមិចាស់អំពីរឿងរ៉ាវនៅស្ពាននេះពួកគេភាគច្រើនគ្រាន់តែដកដង្ហើមធំរួចនិយាយថាមិនគួរនិយាយរឿងនេះទេព្រោះខ្លាចអាអ្នកដែលមិនគួរដឹងឮថ្ងៃមួយលោកតាប្រថាចារ្យម្នាក់នៅក្នុងភូមិដែលល្បីថាជាអ្នកចេះដឹងរឿងបុរាណបានប្រាប់ខ្ញុំថាកាលពីច្រើនឆ្នាំមុនមាននារីម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពាននោះដោយសារវិបត្តិស្នេហាគាត់ថានាងតែងតែពាក់អាវពណ៌ខ្មៅជានិច្ចព្រោះនាងចូលចិត្តពណ៌នេះគាត់ក៏បន្ថែមទៀតថាវិញ្ញាណនាងនៅតែមិនបានទៅណាចម្ងាយទេព្រោះនាងចង់រង់ចាំគូស្នេហ៍របស់នាងត្រឡប់មកវិញរឿងរ៉ាវរបស់លោកតាបានធ្វើឲ្យខ្ញុំព្រឺសម្បុរខ្ញាកទោះបីជាខ្ញុំនៅតែព្យាយាមបដិសេធក៏ដោយក៏មានអារម្មណ៍ចម្លែកមួយទាញទម្លាក់ខ្ញុំឲ្យត្រឡប់ទៅស្ពាននោះម្ដងទៀតវាដូចជាមានកម្លាំងដែលមិនអាចមើលឃើញបានកំពុងតែអូសទាញខ្ញុំឲ្យទៅរកការពិតយប់នោះខ្ញុំបានទៅស្ពានតែម្នាក់ឯងមិនបានបើកបរឆ្លងកាត់ដូចធម្មតាទេខ្ញុំបានចតឡាននៅចុងស្ពានរួចចុះដើរយឺតពន្លឺព្រះច័ន្ទរាត្រីបានរះចែងចាំងនៅកណ្ដាលស្ពានខ្ញុំបានឃើញនាងស្ត្រីម្នាក់ស្លៀករ៉ូបខ្មៅវែងអនឡាញឈរនៅទីនោះលើកនេះនាងបានងាកទួនមករកខ្ញុំយឺតខ្ញុំឃើញភ្នែកនាងសម្លឹងមកខ្ញុំចំតែភ្នែកនោះទទេស្អាតគ្មានកែវភ្នែកគ្មានប្រលិញជើងរបស់ខ្ញុំទន់ទៅដូចជាគ្មានកម្លាំងទប់ទ្រូងបេះដូងរបស់ខ្ញុំលោតញាប់ស្ទើរតែធ្លាយចេញពីទ្រូងខ្ញុំមិនអាចស្រែកបានមិនអាចរើបរះបាននាងបានលើកដៃឡើងយឺតរួចចង្អុលមកខ្ញុំខ្យល់ត្រជាក់បក់បោកមកប៉ះមុខខ្ញុំនាំមុខនៅក្លិនក្រអូបឈួលលីឡំនឹងក្លិនផ្សិតចាស់ខ្ញុំក៏ដួលទៅលើដីរួចព្យាយាមវ៉ាត្រឡប់ទៅរថយន្តរបស់ខ្ញុំវិញតាំងពីយប់នោះមកខ្ញុំមិនដែលហ៊ានឆ្លងកាត់ស្ពាននោះនៅពេលយប់ទៀតឡើយរូបភាពនៃភ្នែកទទេនៃនាងនឹងដីដោយចង្អុលមកខ្ញុំនៅតែដិតជាប់ក្នុងខួរក្បាលរបស់ខ្ញុំជារៀងរហូតខ្ញុំបានផ្លាស់ប្ដូរផ្លូវធ្វើការរបស់ខ្ញុំទោះបីជាត្រូវចំណាយពេលយូរបន្តិចក៏ដោយគេនិយាយថាវិញ្ញាណមិនអាចទៅកាប់កំណើតបានទេប្រសិនបើមិនមាននរណាម្នាក់ជួយនោះទេខ្ញុំមិនដឹងថាវាជាការពិតប៉ុណ្ណាទេប៉ុន្តែរាល់ពេលខ្ញុំគិតទៅដល់ស្ពានចាស់នោះខ្ញុំនៅតែស្រមៃឃើញស្ត្រីស្លៀកឈុតខ្មៅឈរនៅរោងចាំនៅឯចុងស្ពានឯការងចាំនរណាម្នាក់ដែលនាងស្រឡាញ់ត្រឡប់មកវិញ